ចាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Daily Cooking Story ចាថ្ងៃនេះជួបជាមួយនាងខ្ញុំមកប្រែកាយលុយ 5,000 រៀលឲ្យទៅជាម្ហូបដែលមានឱជារសញ៉ាំបាន2នាក់យ៉ាងឆ្អែតហ្មងចា 5,000 រៀលបើស្ដាប់ទៅវាដូចជាតិចណាបងប្អូនប៉ុន្តែបើសិនជាយើងចេះកែច្នៃយើងអាចច្នៃលុយ 5,000 រៀលឲ្យទៅជាអាហារមួយពេលដែលមានឱជារសបានដូចថ្ងៃនេះអញ្ចឹងនាងខ្ញុំមានលុយ 5,000 រៀលកាន់ទៅផ្សារនាងខ្ញុំទិញបានស្ពៃតឿសាច់ជ្រូកចិញ្ច្រាំជាមួយនឹងពងមាន់អញ្ចឹងបងប្អូនអាចកែច្នៃវាបានទៅជាសាឡក៏បានទៅជាម្ហូបឆាដូចនាងខ្ញុំក៏បានដែរថ្ងៃនេះនាងខ្ញុំមានឆាស្ពៃតឿជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហើយនឹងពងមាន់ចៀនចាដោយសារតែថ្ងៃនេះខ្ញុំធ្វើម្ហូបខ្ចប់ទៅកន្លែងធ្វើការអញ្ចឹងទៅខ្ញុំមិនអាចច្នៃវាទៅជាម្ហូបទឹកបានទេអញ្ចឹងខ្ញុំធ្វើវាជាឆាវិញអញ្ចឹងទៅវារៀងស្ងួតនៅពេលដែលយើងខ្ចប់ទៅកន្លែងធ្វើការវាអត់សូវញ៉ៃញ៉ៃវាអត់ពិបាកក្នុងការវេចខ្ចប់ណាអញ្ចឹងបងអូនអាចមើលទៅតាមរបៀបដែលខ្ញុំធ្វើព្រោះដោយសារតែខ្ញុំអត់មានបានសរសេរ description ពី ingredient ផ្សេងៗទេព្រោះវាជាម្ហូបដែលងាយស្រួលក្នុងការធ្វើគាត់ថាអ្នកតែចម្អិនម្ហូបតាមផ្ទះជាច្រើនគឺគាត់ចេះធ្វើឲ្យប៉ុណ្ណឹងគ្រាន់តែថាថ្ងៃនេះខ្ញុំមកចែកម្លែកថាលុយ 5,000 រៀលហ្នឹងខ្ញុំអាចធ្វើម្ហូបបានឲ្យគេខ្លះហើយញ៉ាំបានគ្នាប៉ុន្មានអ្នកអញ្ចឹងណាចាយើងតនេយើងកុំចេះដឹងរឿងគ្រួសារគេបងអូនព្យាយាមគិតគូរតែរឿងនៅក្នុងផ្ទះយើងទៅបានហើយព្យាយាមរកវិធីសាស្ត្រយ៉ាងណាដើម្បីសន្សំសំចៃឲ្យបានច្រើននិយាយទៅឲ្យតែមានសញ្ញាបូកប្រចាំថ្ងៃប្រចាំខែនៅក្នុងផ្ទះយើងរស់នៅបានក្តីសុខហើយនៅក្នុងក្រុមគ្រួសារយើងកុំចំណាយពេលវេលាអត់ប្រយោជន៍ដើម្បីទៅគ្រាន់តែចង់ដឹងរឿងគ្រួសារគេរឿងដែលប្តីប្រពន្ធគេរឿងគេមានហ្មងអត់ហ្មងអីអញ្ចឹងណាយើងកុំចំណាយពេលអត់ប្រយោជន៍ទៅលើរឿងអស់ហ្នឹងវាអត់បានជាផលល្អសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទេអញ្ចឹងយើងមកគិតគូរមើលថាក្នុងគ្រួសាររបស់យើងនឹងមានកនៅក្នុងធុងញ៉ាំអត់មានម្ហូបនៅក្នុងទូទឹកកកសម្រាប់ឲ្យយើងកែច្នៃធ្វើសម្រាប់ឲ្យកូនយើងប្តីយើងអត់ចឹងបងប្អូនត្រូវគិតសាច់ថ្មីអ្នកដែលគាត់គ្រាន់តែ scroll TikTok scroll Facebook scroll YouTube គ្រាន់តែចង់ដឹងពីរឿងអត្ថប្រយោជន៍របស់អ្នកដទៃអញ្ចឹងយើងកុំធ្វើឲ្យជីវិតរបស់យើងមួយថ្ងៃខាតពេលជាមួយនឹងរឿងអស់ហ្នឹងចាដូចម្ហូបប្រពៃហ្នឹងអញ្ចឹងបើសិនជាយើងអត់គិតយើងអត់ច្នៃប្រឌិតទេយើងក៏អត់បានចំណេញលុយដែរធម្មតាបើសិនជាយើងចេះតែទិញតាមចិត្តយើងអត់បានគិតទុកមុនថាយើងនឹងត្រូវធ្វើអីយើងចាយលុយ 10000 ទៅក៏យើងអត់ដឹងថាយើងនឹងត្រូវធ្វើម្ហូបអីដែរប៉ុន្តែបើយើងគិតយើងមាន plan ពីផ្ទះទៅថាអូថ្ងៃនេះខ្ញុំនឹងធ្វើម្ហូបអីអញ្ចឹងយើងអាចកែច្នៃបានទៅតាមហ្នឹងហើយដូចម្ហូបថ្ងៃនេះអញ្ចឹងខ្ញុំមានលុយតែ 5,000 រៀលឯងអញ្ចឹងខ្ញុំទៅផ្សារខ្ញុំត្រូវគិតថាខ្ញុំត្រូវទិញអីដើម្បីធ្វើម្ហូបមួយពេលឲ្យញ៉ាំបានគ្នា2នាក់ហើយមានប្រូតេអ៊ីនមានវីតាមីនសាច់ជ្រូកជ្រាំហ្នឹងខ្ញុំទិញអស់ 2,000 មួយខាំអស់ 2,000 ហើយស្ពៃតឿហ្នឹងខ្ញុំទិញកន្លះគីឡូប៉ុន្តែខ្ញុំប្រើវាច្រើនជាងពាក់កណ្ដាលមានន័យថាខ្ញុំប្រើវា 60% អញ្ចឹងខ្ញុំគិតថាវាអស់ 1,500 ចុះហើយនឹងពងមាន់3គ្រាប់អស់ 1,500 ទៀតអញ្ចឹងសរុបមកអស់ 5,000 គត់អានេះយើងនិយាយតែរឿងម្ហូបទេយើងមិនបាច់បូកជាមួយនឹងគ្រឿងទេសជាមួយនឹងបង្កដែលយើងមានស្រាប់នៅក្នុងផ្ទះទេធម្មតានៅក្នុងចក្រានបាយវាត្រូវតែមានឲ្យគ្រឿងទេសអីអញ្ចឹងណាអញ្ចឹងប៉ុណ្នេះគឺខ្ញុំអាចធ្វើម្ហូបបានញ៉ាំគ្នា2នាក់ទៅកន្លែងធ្វើការអស់តែ 5,000 រៀលទេអានេះវាអាស្រ័យនៅលើការសំចៃរបស់បងអូនទេលើក៏នៅលើការញ៉ាំរបស់បងអូនដែរថានៅក្នុងផ្ទះបងប្អូនញ៉ាំច្រើនមិនញ៉ាំតិចមិនអីអញ្ចឹងណាតែសម្រាប់នៅក្នុងគ្រួសារខ្ញុំមានតែ2នាក់ឯងអញ្ចឹងខ្ញុំញ៉ាំប៉ុណ្ណឹងគឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយវាមានទាំងប្រូតេអ៊ីននិងវីតាមីនហើយញ៉ាំទៅគឺបានឆ្អែតហ្មងគឺប៉ុណ្ណឹងគឺល្មមសម្រាប់ពួកខ្ញុំតែបើសម្រាប់បងអូនញ៉ាំច្រើនជាងហ្នឹងបងអូនកែច្នៃទៅតាមលទ្ធភាពរបស់បងអូនទៅសម្រាប់ខ្ញុំចែកម្លែកបានប៉ុណ្នេះព្រោះដោយសារតាការញ៉ាំប្រចាំថ្ងៃរបស់ខ្ញុំគឺតិចដែរតែបងប្អូនញ៉ាំច្រើនបងអូនអាចបន្ថែមបន្ថយទៅតាមសមត្ថភាពរបស់បងអូនអញ្ចឹងណាសម្រាប់ខ្ញុំចែកម្លែកបានប៉ុណ្នេះបងប្អូនអាចទទួលយកបាន
អរគុណសម្រាប់ការចុច Subscribe ជាមួយនឹងការ Like ចុច Like នៅ content របស់ខ្ញុំអញ្ចឹងណាឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការចែករំលែក tip ល្អៗផ្សេងៗទៀតជូនដល់បងប្អូនទាំងអស់គ្នាសម្រាប់ពីខ្ញុំទៅគឺសូមចិត្តឲ្យបងប្អូនព្យាយាមគិតអ្វីល្អៗធ្វើអ្វីល្អៗសម្រាប់ខ្លួនឯងកុំយកពេលវេលារបស់យើងទៅគិតគូររឿងអ្នកដទៃទៅរិះគន់លើអ្នកដទៃជាពិសេសការចែករំលែករបស់គេយើងទទួលយករបស់គេអត់បានយើង scroll ចោលទៅយើងកុំcomment រិះគន់ deal ថ្មេះគេអីអញ្ចឹងណាខ្ញុំឃើញបងអូនមួយចំនួនគាត់ធ្វើចរិតបែបហ្នឹងគឺអត់ល្អទេគេចែករំលែកយើងទទួលបានយើង save ទុកតែបើយើងទទួលអត់បានទេ scroll ចោលអញ្ចឹងទៅវាអត់រំខានដល់អារម្មណ៍អ្នកដែលចែករំលែកបងប្អូនក៏អត់ខូចអារម្មណ៍ជាមួយនឹងការមើល content របស់គេដែរអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយជួបគ្នាជាមួយនឹងខ្ញុំនៅ content ផ្សេងៗទៀតណាអរគុណ